rồi chân nó cứ lo chuyện môi và ra trong luôn những điều là khai như thế để biết biết khai mình được nhẹ và tai biến những việc khai tới chỉ biết ăn cam có cũng chia bỏ điều vinh sẽ làm nhắm á đưa chỉ biết nơi cái để như nghỉ gì là đây chỉ có là cho lương của núi cái hai là như còn núi bọt xài thế thì cứ cái việc ra mà làm là cuối bọt xài dưới ọt rô của phúc đại mò ở cặp xài rồi cho dương về bà nhìn mẹ bỏ có đấy này mùi kịp xài trắng á mùi kịp xài trắng á nước bò tiện mùi tiết để cho cái ác cảm để cô cũng chia tiền là khai trẻ đẹp rút rồi trẻ đẹp bò để đứa mà nhau phải quá biết rồi với cái lương cổ lui mòn cô được sao hai bọn tàu xịt rơi thì mình cá cất tới tới tiết rồi pe khla cất cho cất lớn bà dương mình dễ cái khai thạc cổ biết tới trên trẻ với nhỉ bà mình dễ cái thạc cổ bà mình dễ cái thạc mỏng cùi tàn chết tàn chọc có khó của không ngô pe khla muốn nâng này dễ cất cho cất lang trong vơ lè nè đòn này dễ tới bị chọc đồng vơ mền vơ tham mình đăng này dễ bị ná tới chọc lại ná đà đợt rương về cho ra pe tử ស្ថានភាពរបស់សង្គមជាតិយើងដូចជាការជួបជាមួយអាដាមឧបៈទទួលបន្ទុកខាងមុខងារសាធារណៈកត្តាប្រវត្តិសាស្ត្រកត្តាប្រពៃណីកត្តានយោបាយខ្ញុំធ្វើរឿងអាកត្តាហ្នឹងមូលកត្តារួមមួយណាវាដាក់កត្តាច្រើនពេកទៅរកកត្តារួមអត់បានណាបើក្នុងសម័យកាលគេហៅយកជាកត្តារួមខ្លះវាពិតហើយក្នុងស្ថានភាពប្រទេសជាតិរបស់យើងក្នុងស្ថានភាពរបស់ប្រទេសនីមួយៗលើពិភពលោកវាមានប្រវត្តិវាមានដំណើរកាលមានប្រពៃណីមានវប្បធម៌ប្រពៃណីហើយនិងវប្បធម៌នោះវាធ្លាក់ទៅជាសន្តានមានន័យថាដុះដិតដាមនៅក្នុងចិត្តរបស់យើងខ្មែរយើងមានលក្ខណៈប្រពៃណីអត់ឱនអធ្យាស្រ័យមនោសញ្ចេតនាចេះចែករំលែកគ្នាគ្រប់សពជាវប្បធម៌ល្អរបស់ខ្មែរយើងដែរការចែករំលែកទាននឹងប៉ុន្តែយើងមើលឃើញវប្បធម៌ទាំងអស់នឹងយូរទៅនៅសម័យជឿនលឿននៃគេហៅថាពាណិជ្ជកម្មសកលបើកលំហពីមុនយើងពាណិជ្ជកម្មយើងមិនបាច់ថានិយាយតែត្រឹមពីមុន79នេះនិយាយតែពីក្រោយ79 80យើងបដោះបដូរពាណិជ្ជកម្មមានន័យថាការបដោះបដូរផលិតផលគ្នាបន្តិចបន្តួចមិនទាន់ប្រើជាលុយទេដូចជាអង្គយកស្ករយកស្រូវទៅដូរផលិតផលមួយដើម្បីជាចរន្តពាណិជ្ជកម្មណាជាចរន្តពាណិជ្ជកម្មនៅពេលដែលចរន្តបែបហ្នឹងយើងឃើញផលប៉ះពាល់នៃការប្រកួតប្រជែងរបស់មនុស្សនៅក្នុងសង្គមវាដូចអត់ទាន់ធ្វើប៉ះពាល់ខ្លាំងទេប៉ុន្តែដល់លំហូរសេដ្ឋកិច្ចក្រោយប្រទេសយើងបានក្រោយរំដោះ7មករានេះយើងហៅថាបានលែងមានសង្គ្រាមលែងមានចំនួនណាគេហៅខ្លះគេថាសង្គ្រាមនឹងជាសង្គ្រាមស៊ីវិលខ្លះគេថាមានសង្គ្រាមស៊ីវិលខ្ញុំក៏នៅចង់វិលដែរពេលខ្លះមើលទៅដូចជាមិនស៊ីវិលដែរពេលខ្លះដូចជាស៊ីវិលដែរដល់អញ្ចឹងដឹងយកប្រវត្តិសាស្ត្រមួយណាមានតែអាដាមពូចាស់ទាំងពីរហើយដែលអាចដឹងតើអាចថាសង្គ្រាមស៊ីវិលឬយ៉ាងម៉េចគេថាសង្គ្រាមស៊ីវិលសង្គ្រាមខ្មែរឆ្លោះនឹងខ្មែរគ្នាឯងសង្គ្រាមផ្ទៃក្នុងគេហៅសង្គ្រាមស៊ីវិលសង្គ្រាមមានបរទេសមានទំនាក់ទំនងបរទេសប្រឆេះគេហៅថាសង្គ្រាមឈ្លានពានអញ្ចឹងអាហ្នឹងយើងចេះតែយកអាទ្រឹស្ដីយកមកអានទៅថាខុសថាត្រូវក៏ពេលយើងនិយាយខ្លះពីអត់មានមូលដ្ឋានអីវាទៅជារឿងមួយជាពិបាកដែរអញ្ចឹងក្រោយពីមានបញ្ហាសង្គ្រាមហ្នឹងយើងក៏ចាប់ផ្ដើមមានការរីកចម្រើនកសាងប្រទេសជាតិជាពិសេសនៅពេលក្រោយពេលដែលប្រទេសយើងបញ្ចប់នៅសង្គ្រាមហើយខ្មែរយើងបានរួបរวมគ្នាមានការបោះឆ្នោតហ្នឹងការវិវត្តសេដ្ឋកិច្ចកាន់តែខ្លាំងការវិវត្តសេដ្ឋកិច្ចកាន់តែខ្លាំងតណ្ហាមនុស្សក៏កាន់តែពុះកញ្ជ្រោលពីមុនមកលើកពីទសវត្សរ៍90 93ការបោះឆ្នោតអាណត្តិទី1យើងឃើញមានរថយន្តមានម៉ូតូតិចទេណាមានម៉ូតូសង់ម៉ូតូឡានមួយតិចឥឡូវសម័យនេះរថយន្តទំនើបឧបករណ៍សម្ភារៈទំនើប
គេអឋានក៏ទំនើវាដល់អញ្ចឹងតណ្ហាវាកាន់តែខ្លាំងតតណ្ហាកាន់តែខ្លាំងទង្វើរបស់មនុស្សក៏កាន់តែមានល្បិចកិច្ចកលដែរត្រង់ចំណុចហ្នឹងដែលខ្ញុំចង់និយាយវារឿងពុករលួយនឹងឯងហើយរឿងពុករលួយនេះទៀតយើងថាខាងកុហកចោះពុករលួយព្រោះត្រូវលៀបសការៈថាឧទាហរណ៍លោកអនុប្រធានសាខាគយគាត់ត្រូវសបាយដោយសារមានស្រីស្នេហ៍គាត់ច្រើនណាអាយដល់ពេជ្រស្រោយប្រើស្រីស្នេហ៍អញ្ចឹងហ្នឹងហើយស្រីកំណានណាហ្នឹងហើយដឹងប្រើអីប្រើដល់ខ្ញុំមិនថាដឹងតែគាត់មានស្រី7ហ្នឹងហើយ7ហើយក៏7ស្រីក៏មិនអីដែរហ្នឹងស្រីគាត់ថាទេតែបើគាត់មានដល់9ទៀតខ្ញុំក៏គិតថាมันជាអីរឿងរបស់គាត់គេថាខុសច្បាប់គេថាត្រូវច្បាប់យើងចិត្តថាទៅហ្នឹងហើយដល់ពេលអញ្ចឹងអាសកម្មភាពរបស់មនុស្សកាន់តែរកគ្រប់មធ្យោបាយ